រដ្ឋាភិបាលទីក្រុង Washington និងការកាសបានប្រកាសភ្ជាប់ទំនាក់ទំនងផ្លូវទូតនិងបង្កើតកុងស៊ុលជាថ្មីឡើងវិញការប្រកាសចំណងការទូតនេះត្រូវក្រសួងការបរទេសអាមេរិកពន្យល់ថាដើម្បីសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាជំរុញសេដ្ឋកិច្ចនិងសម្រុះសម្រួលផ្សះផ្សាគ្នាចំណែកក្រសួងការបរទេសវេណេស៊ុយអេឡាវិញសង្កត់ធ្ងន់អំពីទំនាក់ទំនងដែលឈរទៅលើស្មារតីគោរពគ្នាទៅវិញទៅមក Washington និងការកាសបានផ្ដាច់ចំណងការទូតតាំងតែពីឆ្នាំ2019មកម្លេះពលគឺក្នុងចំនួនដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Nicolas Maduro ដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងទណ្ឌកម្មបុគ្គលច្រើនលើកច្រើនសាររហូតដល់ទីបំផុតកងទ័ពអាមេរិកក្រោមបទបញ្ជារបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ធ្វើប្រតិបត្តិការយោធាចាប់ខ្លួនលោក Nicolas Maduro ទៅកាត់ទោសនៅទីក្រុង New York កាលពីដើមខែមករាឆ្នាំ2026នេះបន្ថែមទៅលើសេចក្តីប្រកាសរបស់ក្រសួងការបរទេសលោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបានអះអាងអំពីសុឆន្ទៈរបស់រដ្ឋាភិបាលទីក្រុងការ៉ាកាសថាចង់ពន្លឿនកិច្ចសន្ទនាដោយក្តីស្ថាបនាឈរទៅលើភាពស្មើគ្នានៅក្នុងនាមជារដ្ឋមានអធិបតេយ្យភាពនិងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីមានចំណងតាក់ទងវិជ្ជមានល្អហើយទទួលផលប្រយោជន៍ចំណេញរួមគ្នាប្រសាសន៍របស់ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបែបនេះបានធ្វើឡើងតែ2ថ្ងៃប៉ុណ្ណោះក្រោយពីបានទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកលោក Doug Burgum ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកនេះនៅថ្ងៃពុធទី4មីនាលោកស្រី Delcy Rodriguez បានបញ្ជាក់ដោយសន្យាថាវេណេស៊ុយអេឡានឹងកែប្រែច្បាប់រ៉ែហើយរដ្ឋសភាជាតិក៏នឹងចាប់ផ្ដើមពិនិត្យអត្ថបទច្បាប់ស្ដីពីធនធានរ៉ែចាប់ពីថ្ងៃច័ន្ទខាងមុខទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាមេរិកទៅទីក្រុងការ៉ាកាសគឺធ្វើឡើងបន្ទាប់ពីនាម៉ឺនអ្នកមុខអ្នកការអាមេរិកជាច្រើនជាបន្តបន្ទាប់បានទៅបំពេញទស្សនកិច្ចនៅវេណេស៊ុយអេឡាលោក Chris Wright រដ្ឋមន្ត្រីក្រសួងធម្មពលអាមេរិកក៏ទើបតែអញ្ជើញទៅវេណេស៊ុយអេឡាកាលពី2សប្តាហ៍មុននេះនឹងបានធ្វើដំណើរទៅត្រួតពិនិត្យកន្លែងចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាទៀតផងក្រោមសម្ពាធពីរដ្ឋអំណាចទីក្រុង Washington វេណេស៊ុយអេឡាត្រូវបង្ខំចិត្តកែប្រែប្រព័ន្ធគតិយុត្តិជាច្រើនដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលរកស៊ីវិនិយោគទុនជាក់ស្ដែងរដ្ឋាភិបាលទីក្រុងការ៉ាកាសត្រូវធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរ៉ែនិងធម្មពលអូស្មန်ព្រមទាំងកែប្រែប្រព័ន្ធតុលាការរួមនឹងដោះលែងអ្នកទោសមនសិការ